ពាក់ព័ន្ធក្រុមបាសេឡូណាដូចជាអត់បាទបាសេគឺមានជំរើស2 3នៅតំបន់បម្រើប្រយុទ្ធស្លាបឆ្វេងបាទហើយនឹងប្រយុទ្ធប្រអប់នឹងបាសេបារម្ភខ្លាច Lewandowski គាត់ចាស់គាត់ធ្លាក់ form តែឆ្នាំនេះអត់អីទេ Lewandowski គាត់នៅលេងល្អតែឆ្នាំក្រោយៗយើងមិនដឹងព្រោះគាត់វ័យជ្រេអញ្ចឹងអ្វីដែលបាសេតាមសម្លឹងឃើញគឺប្រយុទ្ធបាទហើយការពារក៏បាសេចង់បានដែរតែបាសេនេះគឺនៅតែរោតទេលក់ដើម្បីទិញណាมันអាចទិញមកថែមទេបាសេលក់ដើម្បីទិញការដោះស្រាយវិបត្តិហិរញ្ញវត្ថុប្រាក់ឈ្នួលកីឡាកររបស់បាសេឡូណានៅតែជាបញ្ហាធំមួយដែលបាសេត្រូវដោះស្រាយបាទអញ្ចឹងមុននឹងទិញថ្មីបាសេត្រូវលក់អ្នកចាស់ចោល2 នាក់អីសិនមុខសញ្ញាត្រូវលក់ចេញមានរ៉ូណាល់រ៉ូខូខ្សែកាពីអូរហ្គាយឃើញយូវិនទូសចង់បានហើយរ៉ូណាល់រ៉ូខូមានតែរ៉ាហ្វីនញ៉ានេះក៏សឹងថាបាសេលក់ចេញនេះតែគេឆ្ងល់ថារ៉ាហ្វីនញ៉ាលេងល្អប៉ុណ្្នឹងហើយរោគបុតច្រើនប៉ុណ្្នឹងហើយហេតុអីបានបាសេចង់លក់ទៀតណាហើយសម្លឹងឃើញនេះបំរើប្រយុទ្ធស្លាប់របស់លីភូលវីឌីយ៉ាឥឡូវហ្នឹង Rashford ដែលជាកីឡាករ Man U ពងជ័យជឿន Aston ហ្នឹងក៏គេថាគេបង្ហាញពីអារម្មណ៍របស់គេថាគេចង់លេងឲ្យបាសេបើសិនបាសេតាក់ទងគាត់សុខចិត្តកាត់ប្រាក់ឈ្នួលឲ្យទាបដើម្បីចូលរួមvớiបាសេណាបើសិនជា Aston Villa អត់ព្រមទិញយកគាត់ដាច់ពី Man U ទេព្រោះ Aston ប្រាប់ហើយថាគេមានលទ្ធភាពត្រឹម40 លានផោនទេបាទបើសិន Man U ចង់បានលឿនហ្នឹងគឺបើ Aston អត់ទិញទេត្រឹម40 លានផោននឹងគេចង់ទិញតែ Rashford មិនចង់នៅត្រឹម Aston នឹងទៀតគាត់ចង់មកបាសេនេះបាទព្រោះដឹងថាបាសេកំពុងស្វែងរកបម្រើប្រយុទ្ធស្លាប់ឆ្វេងបាទអញ្ចឹងលវីឌីយ៉ាហើយជាមួយនឹង Rashford ប៉ុន្តែបើសិនជាក្នុងចំណោម2នាក់នេះ Rashford ក៏ធ្លាប់បាសេចង់បានពីមុនមកដែរក្នុងចំណោម2នាក់នេះគឺបែរជាបាសេតាក់ទងទៅឌីយ៉ាច្រើនជាងបាទជាង Rashford ព្រោះ Rashford ឥឡូវពីមុនចង់បានតែក្រោយមកគាត់ធ្លាក់កោតមួយ Man U ណាគេក៏លេងមើលឃើញគាត់ទៅតែគាត់ទៅ Aston ក៏ដូចមានជីវិតជីវ៉ាឡើងមកវិញជីវិតរបស់គាត់ក្នុងបាល់ទាត់នឹងដូចរស់រៀនឡើងមកវិញបាទអញ្ចឹងគាត់ថាឥឡូវទិញខ្ញុំយកទៅខ្ញុំទៅលេងឲ្យបានខ្ញុំកាត់ប្រាក់ខែទៀតកាត់តម្រឹមប្រាក់ខែមិនឲ្យតាមការចង់បានរបស់បាសេបានអញ្ចឹងសូម្បីតែ Hule Koundé ដែលជាកីឡាករ key player ម្នាក់របស់បាសេហ្នឹងក៏អាចនឹងបាសេលក់ចេញដែរដើម្បីដោះស្រាយនៅវិបត្តិប្រាក់ឈ្នួលកីឡាករណាដោះស្រាយនៅវិបត្តិប្រាក់ឈ្នួលកីឡាករបាទហើយប្រយុទ្ធប្រអប់យើងឃើញ Victor Gyökeres គាត់ស្ថិតនៅក្នុងជម្រើសរបស់បាសេដែរបាទហើយ Victor Gyökeres នេះខ្ញុំនិយាយឆ្នាំក្រោយគាត់ចេញពី Lisbon ហើយប៉ុន្តែមិនទាន់ដឹងរើសក្លឹបណាងាកទៅ Man U គាត់នឹកគ្រូលោក Robin Amorim ដែរប៉ុន្តែចាំមើល Man U មានកៅអី Champions League អត់ហើយណាមួយ Man U គឺបញ្ហាលេងក្នុងលីកយ៉ាងខ្សោយចុះអញ្ចឹងយើងថាកីឡាករខ្លះក៏គេមិនមកបាទអញ្ចឹងចាំមើល Robin Amorim ដឹកនាំ Man U ឈ្នះ Europa League អត់ Arsenal ក៏គេចង់បាន Victor Gyökeres បើលក្ខខណ្ឌ Arsenal លក្ខខណ្ឌបាសេប្រសើរជាង Man U ឆ្ងាយណាស់អញ្ចឹង Gyökeres អាចបាសេឬក៏ Arsenal ភាគរយច្រើនបាទភាគរយច្រើនមួយទៀតពាក់ព័ន្ធនឹងអ្នកចាំទីបាសេអត់ទៅការដោះដូរទេគឺគាត់លួងលោមឲ្យ Szczęsny នឹងនៅបន្តបាទទោះបីអាយុចាស់ក៏ដោយតែគាត់ចាប់បានល្អគួរសមបាទអញ្ចឹងគាត់អាចនៅបន្តឲ្យតែ Szczęsny ព្រមតកុងត្រាបាទបាសេឲ្យទៀតឲ្យកុងត្រាទៀតបាទទោះបីអ្នកចាំទី Andre ter Stegen គាត់ជាពីរបួសប៉ុន្តែSzczęsny អាចដោះដូរគ្នាលេងជាមួយនឹង ter Stegen បានហ្នឹងហើយបំរើ Frankie de Jong មួយដែលអាចនឹងចាក់ចេញដែរបំរើកណ្ដាល Frankie de Jong បាទព្រោះ Frankie de Jong នេះដូចតាមលឺរៀងតាំងពីលើការមុននោះបាទ
តែគាត់ចង់នៅបាសេតែលឺសូបាសេពាក់លុយពាក់ខែគាត់ច្រើនណាស់បាទកាត់ប្រាក់ឈ្នួលគាត់កាត់អីហ្នឹងគាត់ចង់ចេញដែរតែមិនដឹងយ៉ាងណាយ៉ាងណីទេព្រោះបាសេតាមពិតចង់ទិញថែមអាលក់កីឡាករចាស់ចាស់បាទខ្លួនគ្នាមិនចង់លក់អីដែរតែស្ថានភាពវាជំរុញឲ្យអញ្ចឹងលក់ដើម្បីទិញគេថា sell before buy បាទលក់មុនចាំទិញមកតាមក្រោយបាទបើមិនធ្វើអញ្ចឹងទេប្រវល់ប្រាក់ខែចេញជាប់លក្ខខណ្ឌរបស់ La Liga មានបញ្ហាទៀតបាទសម្រាប់ Liverpool បងប្អូនសម្រាប់ Liverpool យើងឃើញថាឥឡូវហ្នឹងបាត់ Arnold ទៅ Real ទៅ Liverpool ក៏កំពុងព្យាយាមតាក់ទងទិញយក Jeremy Frimpong បាទពីក្លឹប Leverkusen យកមកដែរ Jeremy Frimpong នេះគាត់ជំនួយជាតិហូឡង់តាមពិតគាត់គាត់ហូឡង់ផងគាត់កាណាផងគាត់ជាប់ជំនួយជាតិមួយណាក៏បានដែរតែគាត់ជ្រើសរើសហូឡង់បាទគាត់ជ្រើសយកហូឡង់ហើយ Frimpong ល្អតែមានអីគាត់យកមកទោះថាអាចជំនួស Lionel បានហើយ Liverpool មែនតើទៅបើសិនជាមិនបានអាចទិញយក Frimpong បានក៏អត់អីដែរមាន Conor Bradley ដែលជាក្មេងមួយល្អដែរបាទមួយទម្រង់លេងគាត់អាចជំនួស Arnold បានបាទតែតាមតំបន់ហ្នឹងគួរតែមាន2ទៅ3នាក់ដូចខ្ញុំនិយាយហើយក្រៅពីនោះមានអីចូលអី Gomez ក៏គាត់លេងខាងស្ដាំហ្នឹងបានតែមាន2ក៏នៅភ័យដែរខ្លាចរបួសទៅអត់មានអ្នកមកដូរទេបាទរបួសទាំងពីរព្រមគ្នាអីបាទអញ្ចឹង Frimpong អូខេបើសិនជា level លក់ឲ្យបានតម្លៃបែរ30លានជាងទេបាទ30លាន€ជាងទេសម្រាប់ Frimpong មិនថ្លៃពេកទេបាទLiverpool បើឲ្យ Luis Diaz ចេញក៏អាច set ដែរណាតែមកដល់ពេលនេះខ្ញុំមើលតាមមើលស្ថានភាពរបស់ Luis Diaz គាត់ដូចជារេទៅបាសេដែរដូចគាត់ចង់ទៅបាសេដែរភាគច្រើនកីឡាករអាមេរិកឡាទីនបាទគាត់ចង់ទៅលេងបាសេណាបាទកីឡាករអាមេរិកឡាទីន Diaz គាត់ Colombia បាទអញ្ចឹងលឺសូបាសេចង់បានរៀងអារម្មណ៍រៀងរេដែរណាតែការសម្រេចចិត្តជួនកាលគាត់នៅ Liverpool កំពុងជាស្ដាច់ទៅហើយតំបន់គាត់នឹងគាត់រ៉ាប់រងបានហើយគាត់បានជំរឿន11នាក់ហើយ Liverpool មិនជាក្លឹបអន់អីពេលខ្លះការចាក់ចេញខ្លះក៏ជារឿងខុសដែរខ្ញុំអ្នកគ្រប់គ្រង Liverpool ខ្ញុំពិតជាមិនចង់គាត់ចេញនិយាយតាមត្រង់បាទតែយើងណាទៅហាមគាត់កើតក្លឹបហាមគាត់បានយើងគាត់អ្នកគ្រប់គ្រងទៅហាមគាត់កើតបាទជួនកាលគាត់ចង់ចេញឃើញក្លឹបធំដូចបាសេដូច Real ចង់បាននេះគឺភាគច្រើនកីឡាករជ្រួលបាទខ្លះទៀតគេមិនទិញផងក៏ប្រាប់ឲ្យគេមិនទិញខ្លួនឯងដែរឃើញវាអញ្ចឹងLuis Diazគាត់មិនហ៊ានថាគាត់ចង់ខ្លាំងអីទេគាត់ក៏គោរព Liverpool ដែរបាទតែបើសិនជាឧទាហរណ៍ថាបាសេគេឲ្យថ្លៃដល់70លាន80លានបាទឬក៏លើសហ្នឹង Liverpool ត្រូវការលក់គាត់ក៏ចេញទៅបាទតែបើសិនជាឲ្យគាត់ងើកគាត់កោ Liverpool ចេញគាត់អត់ទេបាទគាត់ក៏គោរព Liverpool ដែរដោយសារ Liverpool ហ្នឹងជប់គាត់ចេញមកល្អហ្នឹងគាត់ទិញមកពី Porto មកលេងល្អអញ្ចឹងគាត់ត្រូវការគោរព Liverpool ដែរបាទរឿងវានៅត្រង់ហ្នឹងហើយសាឡាវ៉ាន់ដែកព្រមបន្តកិច្ចសន្យាថ្មីហើយទាំងពីរអត់តន់តាណាទេថែម2ឆ្នាំទៀតម្នាក់បាទណាអញ្ចឹងសម្រាប់ Liverpool នេះប្រយុទ្ធក៏នៅជាបញ្ហាព្រោះ Darwin Núñez បាទអ្នកគ្រប់គ្រង Liverpool លេងទុកចិត្តហើយទាំងក្លឹបក៏ដោយក៏កំពុងស្វែងរកដែរចេះចង់បាន Alexander Isak តែយើងមើល Newcastle ឥឡូវកំពុងឈរនៅតំបន់ដែលលេង Champions League ឆ្នាំក្រោយបាទអញ្ចឹង Isak កាន់តែសំខាន់សម្រាប់ Newcastle ទៀតដែរអញ្ចឹងលទ្ធភាពថា Isak មកចូលរួមជាមួយនឹង Liverpool អីហ្នឹងបាទជាពិបាកគិតបន្តិចអាហ្នឹងបាទបើទិញ Isak បានក៏ល្អប៉ុន្តែអូខេបងប្អូនឃើញ Newcastle លេខ3ឥឡូវនេះអញ្ចឹងបើមានក្អី Champions League Newcastle កាន់តែលេងលក់ហ្នឹងបាទលក់ទៅណាគេត្រូវការកីឡាករលេងដែរអញ្ចឹងឆ្នាំនេះខ្សែប្រយុទ្ធរបស់ស៊ុយអែតពីររូបមានហាងឆេងមែនតើបាទ Isak បាទជាមួយនឹង Gyökeres ល្អទាំងពីរបាទប្រយុទ្ធប្រអប់ទាំងពីរបើ Man U ហ្នឹងក៏ត្រូវការប្រយុទ្ធប្រអប់ដែរ Haaland Man U ប្រហែលជាឲ្យចេញរវាង Zirkzee និង Haaland ប្រហែលជា Haaland អាចចេញភាគរយច្រើនដែរហើយ Man U ស្វែងរកខ្សែប្រយុទ្ធថ្មីមួយទៀត Victor Osimhen
nơi cho cha mà ram hiên mùi men nhún lòi thêm toàn bạch thì hay Victor do cái rẻ hay là những yêu sâu chụp tu thì chọn bàn hỏi lan nắng hay cái hai đầu kia chụp tu xong đầu vô hỏi lán ao lào vịt màu tam menu với hay thay đôi gì chẳng tam hàng trên bạch bòn chẳng từ đằng khang na thay và khang na thì và hay sai dụng mùi tiếp xanh tiết cư Victor Zimhen nâng có cha na mùi menu đại Victor Zimhen và đây nhằm update bàn phần nâng hai bộ bầm rá của menu thời ca đây của Nam cối Christian Eriksen tranh hỏi Casemiro còn đangយ៉ាងណាដែរđang tranh được còn nữ mình tại biết rồi ha sắp ai tranh được có nữ Casemiro có bữa áo tranh còn lọ mình ấy ao từ menu tinh ban mà mấy áo tranh còn lọ này có vây chơi đây hay mình tới ca linh mà có mình lướt nâng ấyประมาณvà miền Mainu miền Odegaard hay miền Tyler miền ở đây nhà thấy cái mùi tiết đó Collier và Collier mày những còn bà hayประมาณประกวดkhốiยังเคยมันอยู่ดักอยู่จนปีเนี้ยมาซ้อมเลงได้เมนยูเปอร์เซ็นต์ที่โยกลาก็ไม่เจนปีกราสรูทเจนปีธนาเมาให้หุ่นมาดองติดก็รอได้บ่าสถานพิบแบบนี้รอเชียงยืงเตอจองติงกลาก็เกรอเสียบเมาอยู่กากลาก็ขนมคลับคนไอ้นึกอดจุ่มรุ่นเมนยูมาอยากขอนี่อัดเซอร์เคยเผื่อเพียกลาก็ได้คลุนไอ้เมียนขนมทนาวที่อัดเซอร์เมียนนะจังกลัวสำลังเมื่อให้ไปดอกดาลาก็ประมาณก็ขอดับเฟรดริกสันเลยcáiลิงnó còn ba đấyฟอร์มซ้อมมาอยู่มากก็คลายจะเชียลาก็รอบ่าเมนดินเองไอ้เสียบบ่าบัดมันจำบัดใหญ่ไอ้เชิญcái máy nú vô máu rọการโชว์hồiอยู่โจนเมาส์นะบ่าแต่มาอยากขอเอาเสื้อขึ้นเผอเพียซึ่งที่ลาก็ด้วยคลับเกมซีเนี่ยอดบ่าเจอจังบ้านนะได้รอเสียบไอ้เสียบนี่มันสู้เลยวิปัวยืงวิปงอมนะบ่ายังปลอกดาพอยืงtớiรุ่นเมาส์บ่าChelsea บ่าเป็นบอลChelseaนี่hướng tinh cái lá có này control Chelsea bạch bà róm này cùng cận thang tích club nhóm tinh Nhật Bản Chelsea sẽ đạch tinh này và nẻo ná của Chelsea trong ban này và lấy khơi cùng từ chê như mỗi Liverpool vô Dean Huijsen này na thế này ôi bên màu 50 liên pound Liverpool của trong ban đấy Dean Huijsen nắng và dụ chuyên Espagne Real có chia bay cái phiệp môi là ai phải chơi Dean Huijsen này nhé Dean Huijsen nó 50 liên pound lại tê con nào và 50 liên pound cho lọt nâng Real thời ca sai gặp gì đây Real bạch Chelsea bạch thấy ấy ứng tinh là có lươn trên kia mà lấy một toàn bao tiêu xa nó lên tẹt tôm ban pi này là có Portugal pi nhẹ mau pi Sporting cứ chịu này kén đá hay nâng Isugo ban pi nhẹ thôi chọc đời ca màu bà cho cha tục hỏi môn này bà chọc đời ca màu mẹ không tôi chơi xin bạch tính lại là tính trở lên lục hay lên cả bà mình tí hôm nay tầm rung này cái là co cha nhưng vậy tăng Việt tật môn cái là co cha thằng tranh trơn và KDB Walker De Bruyne KDB nữa và Grealish Mateo Kovacic nên sẽ là một nhà thử chơi như Ederson và chân trong ốp bẹt đá tráng này và Bernardo Silva và chơi này chân Man City Nam có đi có một miếng nhất không thì sao đó đâu được nè và Florian Wirtz nó cứ Man City bóng tẹt tông này và đây còn là Wirtz ở theo trong mọi ông lên bằng bài vậy và Man City bóng tẹt tông này bây giờ một trận nuốt lại vào KDB này tại là nâng lọt vào lòng sâu từ Real miền Priệp chiang mặt trong ca trên tinh Florian Wirtz và De Bruyne nó đôi chia KDB nó đôi chia Aston Napoli cái bóng tẹt tông cái chạm vào và ở bạch tinh ở lối xem có gọt tranh nhất đại cái sân giá gọt tranh tại tầm đó
bà mình tí mình số nữa nè bà bắt bong là co chả từ mặt năm buôn phèm nè ở số tê bà đôi menu chẳng bờ riệp số bánh hà bà là co chả ní ọt mình lên sau về thời ca nè nằm bấy chui rồi nè tham mây này nè hãy bắt từ từng prom pi bấy nè phim nó ở số tê bà nhầm cất thành chẳng mình thì tổ riệp cho mày số tích và tạm đăng buôn phèm nè là nhầm lực lang mà những sợ tranh những mong Wikipedia bài bà đã nè mấy mình lôi tinh mấy mấy mình lôi tinh mấy của bọn mấy mình tay mình men vô món đang lên smooth lên lo phim phim này na bà thời cà phê được nè chẳng nè cha tranh chẳng cùng bài nè control cái đâu là có chớ nó đi ọt để ở sờ sùa mà nè tranh cùng hụt nhưng việc tranh đong mùi mình sợ ấy tranh đong phèm mùi nhẹ chứ mình sùa tê và như vậy thầm mình sùa rồi